បានត្រីរស់មកពីស្រុកខ្មែរមួយអ្នកទាំងអស់គ្នាប៉ុន្តែទិញគេទេណាមានបងប្អូនខ្មែរគាត់យកមកលក់ពេលចឹងទៅទិញមកមួយមកហើយយកមកបំពងញ៉ាំជាមួយនឹងទឹកត្រី7ទុំមុនដំបូងគិតថាចង់យកមកដុតទេប៉ុន្តែនៅឃើញថាត្រីនឹងយើងទុករៀងយូរថ្ងៃដែរហើយដល់ពេលចឹងទៅយកមកបំពងវិញព្រោះខ្លាចវាអត់សូវស្រស់ទៅអាំងទៅរៀងក្លិនឆ្អាបចឹងណាអញ្ចឹងយកវាបំពងជាមួយខ្លាញ់វិញទៅខានញ៉ាំត្រីរស់យូរហើយនៅឃើញឃ្លានក៏ចង់ទិញយកមកបំពងអាំងឬក៏ដុតញ៉ាំចឹងណានៅស្រុកកាណាដាក៏មានលក់ដែរប៉ុន្តែគឺអត់ល្អទេដោយសារតែត្រីនោះវាកកយូរពេកហើយដល់ពេលយកមកវាអត់មានជាតិមានជើទេគឺខ្សោះតែម្ដងដល់ពេលអញ្ចឹងតន់បងប្អូនខ្មែរគាត់មានបងប្អូនមកពីខ្មែរយកត្រីរស់មកលក់ក៏ទិញមួយទៅត្រីនេះយកមកខ្ញុំអត់មានធ្វើអីដែរក៏លាងសម្អាតឲ្យជូររំអិលវាអស់អញ្ចឹងទៅហើយយកមកបំពងអញ្ចឹងណាប្រឡាក់ម្សៅបន្តិចៗហើយបំពងព្រោះយកមកញ៉ាំជាមួយទឹកត្រី7ទុំមកដល់ពេលអញ្ចឹងអត់មានប្រឡាក់គ្រឿងប្រឡាក់អីទេដាក់បំពងទាំងអញ្ចឹងតែម្ដងហើយបំពងនេះគឺខ្ញុំដាក់ភ្លើងរៀងក្តៅមែនទែនដែរដើម្បីឲ្យត្រីនោះវាស្រួយបានល្អប៉ុន្តែខ្ទះដែលខ្ញុំប្រើនឹងក៏អត់សូវក្តៅល្អទេវាដូចជាក្លុករៀងជ្រៅហើយដល់ពេលបាតវាប៉ះទៅលើចក្រានបន្តិចដល់ពេលអញ្ចឹងទៅវាក្តៅអត់សូវក្តៅខ្លាំងមែនទែនដូចដាក់ឆ្នាំងទេតែត្រីធំអញ្ចឹងដាក់ឆ្នាំងវាអត់ចូលទេអញ្ចឹងទៅប្រើខ្ទះនឹងតែម្ដងហើយខ្ញុំដាក់មកសន្ទុះឥឡូវត្រីចាប់ផ្ដើមឡើងឆ្អិនហើយព្រោះអីខ្ញុំប្រែទៅប្រែមកត្រីនឹងវាឃើញថាឡើងក្រហមល្អអញ្ចឹងណាហើយត្រីនេះបំពងរៀងមកសន្ទុះធំដែរព្រោះអីយើងប្រើភ្លើងក្តៅអញ្ចឹងភាគច្រើនវាក្រៀមទៅខាងក្រៅហើយខាងក្នុងវាអត់ទាន់ឆ្អិន 100% ទេអញ្ចឹងហើយតើតំពងរៀងយូរបន្តិចបានឆ្អិនទាំងក្នុងទាំងក្រៅអញ្ចឹងណាហើយនេះខ្ញុំមកធ្វើស្វាយជាមួយនឹងប៉េងប៉ោះខ្ចីជ្រក់ប៉េងប៉ោះខ្ចីជាមួយនឹងស្វាយខ្ញុំដាក់លាយចូលគ្នាអញ្ចឹងទៅធ្វើជាជ្រក់ញ៉ាំជាមួយត្រីធ្វើអញ្ចឹងក៏ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចូលចិត្តស្វាយយើងដាក់តែប៉េងប៉ោះទៅទេក៏បានដែរប៉ុន្តែខ្ញុំតលាយស្វាយបន្តិចបានឆ្ងាញ់ហើយសម្រាប់ជ្រក់នេះគឺអត់មានគ្រឿងអីច្រើនទេដាក់តែខ្ទឹមសចូលអំបិលបន្តិចហើយស្ករសរៀងច្រើនបន្តិចបន្ទាប់មកចាក់ទឹកត្រីចូលទៅក្នុងហ្នឹងហើយច្របល់ចូលគ្នាទៅដាក់ម្ទេសគឺអាចញ៉ាំបានហើយជ្រក់មួយមុខហ្នឹងញ៉ាំជាមួយត្រីចៀនត្រីអាំងគឺឆ្ងាញ់មែនទែនហើយបន្ទាប់ពីខ្ញុំធ្វើជ្រក់នេះហើយខ្ញុំបានធ្វើទឹកអំពិលទុំមួយចានដែរដើម្បីដាក់ជាមួយសណ្តែកដីទៅយើងខ្ចប់ជាមួយសាឡាត់ជាមួយត្រីញ៉ាំណាធ្វើអញ្ចឹងស្រួលញ៉ាំដែរយើងអាចញ៉ាំបានពីរមុខអញ្ចឹងណាអាចយកត្រីបំពងហើយនឹងញ៉ាំជាមួយជ្រក់ស្វាយនឹងក៏បានហើយយើងអាចយកត្រីនឹងទៅខ្ចប់ជាមួយសាឡាត់សណ្តែកជីជ្រក់នៅជាមួយទឹកអំពិលទុំក៏បានដែរពេលដែលជ្រលក់ញ៉ាំគឺអត់មានបានថតទេអ្នកទាំងអស់គ្នាសារធ្វើយប់ពេកគ្រាន់តែបំពងត្រីហើយភ្លាមគឺថារៀបបាយញ៉ាំព្រឹបឥឡូវអស់ហើយលេងអត់មានបានថតអីទេ